ថ្ងៃនេះពេលព្រឹកបងប្អូនឆ្លៀតពេលមកមើលកូនតិចហើយក៏ឆ្លៀតពេលបំបែកដំឡូងបារាំងដែលដុះដល់ចៃដន្យហ្នឹងគឺដាក់វាទៅកន្លែងផ្សេងពីក្រូចសើចអញ្ចឹងណាបងប្អូនអញ្ចឹងទៅគឺខ្ញុំបានបំបែកវាទៅឲ្យដាក់ក្នុងថូផ្សេងមួយទៀតអញ្ចឹងណាបងប្អូនហើយឆ្លៀតពេលនេះដែរក៏ជាពេលវេលាមួយកំសាន្តដែរបងប្អូនពេលព្រឹកព្រលឹមអញ្ចឹងទៅញ៉ាំកាហ្វេមួយក៏មកមើលសារដាំងទៅក៏ឆ្លៀតពេលធ្វើអញ្ចឹងណាបងប្អូនធ្វើសារដាំងរបស់ខ្ញុំអញ្ចឹងណាហើយមានអីបងប្អូនសប្បាយរីករាយម្យ៉ាងដែរហើយឆ្លៀតពេលមើលថែវាអញ្ចឹងដោយសារតែរដូវនេះគឺជារដូវដាំដុះបងប្អូនដោយសារនៅស្រុកប្រាំងវាគៀងក្តៅអញ្ចឹងជាឱកាសដែលយើងអាចដាំបានអញ្ចឹងពោះខែត្រជាក់ដាំតែនៅក្នុងផ្ទះអញ្ចឹងបែបកំសាន្តខែនេះគឺពេញលេងបងប្អូនគឺអ្នកដែលចូលចិត្តដាំដំណាំគឺខែក្តៅអញ្ចឹងគឺសប្បាយរីករាយមែនតើបងប្អូនហើយឆ្លៀតពេលក៏ខ្ញុំមកមើលសក្រីកាត់សក្រីតិចតួចអញ្ចឹងដើម្បីអាកូនណារៀងចាស់កាត់វាទៅឲ្យវាបែកអញ្ចឹងណាបងប្អូនដុះយ៉ាងធំអញ្ចឹងបាទសក្រីនេះវាមិនច្រើនទេបងប្អូនប៉ុន្តែបើសិនយើងត្រូវការស្លឬក៏ត្រូវការគ្រឿងក្រៅតិចតួចអីនៅមុខផ្ទះយើងគឺមានតែម្ដងបងប្អូនមានជីមានស្លឹកគ្រៃមានរបស់របរតិចតួចហ្នឹងណាបងប្អូនបាយបាយ